MC គោលដៅទេសចរធម្មជាតិមួយទៀតនៅខេត្តព្រៃវែងគឺសហគមន៍កំប្រុកយំភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពីយិនសិនសត្វស្លាបរាប់រយរាប់ពាន់ក្បាលបានហោះហើរមកប្រមូលផ្ដុំគ្នារស់នៅក្នុងតំបន់ព្រៃសហគមន៍កំប្រុកយំស្ថិតក្នុងភូមិតាំងស្នាយឃុំរកាស្រុកពីរាំងខេត្តព្រៃវែងដែលបានបង្កើតជាទិដ្ឋភាពដ៏ស្រស់ស្អាតបានក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរធម្មជាតិដែលមានភាពទាក់ទាញហើយទីនេះកំពុងតែមានការការពារនិងអភិរក្សយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរព្រះសង្ឃនិងប្រជាពលរដ្ឋសហគមន៍និងជំនាញបរិស្ថានព្រៃសហគមន៍កំប្រុកយំមានចម្ងាយប្រមាណ57គីឡូម៉ែត្រពីរាជធានីភ្នំពេញដោយធ្វើដំណើរតាមផ្លូវជាតិលេខ8រហូតដល់ផ្លូវបំបែកជា4ផ្សារស្នាយពុលបត់ឆ្វេងប្រមាណ5គីឡូម៉ែត្រនិងទៅដល់តំបន់ព្រៃសហគមន៍ដែលមានផ្ទៃដីប្រមាណតែ12ហិកតាទេបច្ចុប្បន្នតំបន់នេះកំពុងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់សត្វស្លាបជាច្រើនប្រភេទនិងមានសក្តានុពលតំបន់ទេសចរអេកូទេសចរដែលមានភាពទាក់ទាញពីព្រោះតំបន់នេះអ្នកស្រុកអ្នកភូមិស្រឡាញ់បរិស្ថានស្រឡាញ់សត្វស្លាបចឹងធ្វើឲ្យសត្វស្លាបមករស់នៅទីនេះក្លាយទៅជាជម្រកពើកូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះបានសម្ដែងក្តីរីករាយនិងមោទនភាពយ៉ាងខ្លាំងដែលឃើញសត្វស្លាបជាច្រើនបានវិលមករស់នៅក្នុងព្រៃសហគមន៍នេះវិញពួកគាត់បានលើកឡើងថាពីមុនយើងមិនធ្លាប់ឃើញសត្វស្លាបមករស់នៅច្រើនដូចសពថ្ងៃនេះទេរាល់ព្រឹកនិងពេលល្ងាចសំឡេងសត្វស្លាបនិងទិដ្ឋភាពហោះហើរចុះឡើងពីពេញនេះបានធ្វើឲ្យអ្នកភូមិមានក្តីសុខមានមោទនភាពចំពោះធនធានធម្មជាតិរបស់ខ្លួនយើងរួមគ្នាការពារព្រៃនេះមិនឲ្យមានការបោកបាញ់ដាក់អន្ទាក់ឬការបំផ្លាញព្រៃឈើឡើយសូមឲ្យសត្វស្លាបនៅទីនេះមានជម្រកសុវត្ថិភាពល្អលោកណេតនឿនមេឃុំរកាបានមានប្រសាសន៍ថាព្រៃសហគមន៍កំប្រុកយំធ្លាប់មានសត្វស្លាបមករស់នៅកាលពីអតីតកាលប៉ុន្តែมันមានចំនួនច្រើនដូចពេលសពថ្ងៃនេះទេក្នុងរយៈពេលប្រមាណខែចុងក្រោយនេះចំនួនសត្វស្លាបបានកើនឡើងច្រើនដងជាបន្តបន្ទាប់ចឹងបង្ហាញថាបរិស្ថាននៅក្នុងទីនេះល្អប្រសើរចឹងសូមឲ្យបងប្អូនទាំងអស់គ្នាការពារសហគមន៍យើងការពារសត្វស្លាបយើងទាំងអស់គ្នាដើម្បីអេកូទេសចរក្នុងខេត្តយើងពីខ្ញុំឆាប់រឿង LTNG New ព្រៃវែង